Bản đáy nó không ní cái ao chúng ta nested if sẽ cái nested if nested if nó cứ chỉ ca pra if nó không ifបន្តគ្នាណាបាទមានន័យថាប្រើ if ច្រើនបញ្ចូលគ្នាបាទជាទូទៅគេយើងឃើញគេប្រើប្រាស់នៅពេលណាយើងឃើញគេប្រើប្រាស់នៅពេលដែលលទ្ធនៃការប្រៀបធៀបច្រើនហើយបង្ហាញលទ្ធផលនៅក្នុងកន្លងតែមួយណាបាទឧទាហរណ៍គ្នាយើងឃើញនៅកន្លងនីតិហ៎គឺយើងឃើញកន្លងនីតិហ៎ចឹងកន្លងនីតិរបស់យើងដើម្បីអាចកណនីរកនីតិបានវាត្រូវមានការប្រៀបធៀបច្រើនលក្ខខណ្ឌច្រើនពួកយើងដឹងថាមធ្យមភាពប្រមាណបាននីតិ A អត់មធ្យមភាពនីតិប្រមាណបាននីតិ B អត់ដឹងអត់40ចុះសេបាទអញ្ចឹងមកយើងគិតទៅនីតិ A គឺ45ឡើងណាបាទ45ដល់50ហ្នឹងអាហ្នឹងគឺ A នីតិ B ពី40ដល់44.99អាចុច99ហ្នឹងក៏នៅ B ដែរណាតោះ45គុតមកមិនចេញទេ A បាទអញ្ចឹងដើម្បីអាចកណនីរនីតិឃើញគឺយើងប្រើប្រាស់នៅគេឲ្យឈ្មោះថា nested if គឺការប្រើ if នៅក្នុង if អញ្ចឹងយើងមើលការប្រើប្រាស់អញ្ចឹងការប្រើប្រាស់ if គឺ if ទី1បើកមុខកញ្ចក់ជាការតេស្តទី1ឬក៏ការប្រៀបធៀបទី1តម្លៃបើសិនបើការប្រៀបធៀបទី1ពិត if ទី2អញ្ចឹង if ទី2នេះគឺនៅក្នុងតម្លៃបើសិនបើការប្រៀបធៀបនេះមិនពិតតោះណានៅក្នុង value if false វិញបាទអញ្ចឹងនៅក្នុងនេះឧទាហរណ៍ឥឡូវ if ទី3សរសេរកន្លែងណាបាទ if ទី3គឺត្រូវសរសេរនៅក្នុង value if false របស់ if ទី2ណាអញ្ចឹងឧទាហរណ៍យើងប្រើ5 if យើងត្រូវប្រើ5ជាន់ដូចនេះបាទអញ្ចឹងឥឡូវឧទាហរណ៍យើងរកនីតិឥឡូវគូលុបនីតិចោលណានីតិកន្លែងនេះគូវាយដាក់ឲ្យស្រាប់ត្រូវអត់បាទអញ្ចឹងកន្លែងនេះយើងរកនីតិវិញអញ្ចឹងដើម្បីអាចរកនីតិបានយើងត្រូវដឹងលក្ខខណ្ឌសិនលក្ខខណ្ឌរបស់គេមិនឧទាហរណ៍ឥឡូវគូដាក់14បាទ14ចូលរកនីតិរបស់សិស្សម្នាក់ណាដោយដឹងថាបាទនីតិ A ណានីតិ A មធ្យមភាពបាទមធ្យមភាពធំជាងឬស្មើ45ត្រឹមត្រូវណាធំជាងឬស្មើ45បាទធំជាងឬស្មើ45មានន័យថាម៉េចមានន័យថាចាប់ពី45ឡើងទៅបាទអញ្ចឹងគឺសុំ copy ណាកុំឲ្យដូរចុះឡើងបាទបាទពួកគ្រូខ្ជិលដូរ keyboard ទៅមកនេះទេ B ធំជាងឬស្មើ40មានន័យថាម៉េចមានន័យថាវាធំជាង40ប៉ុន្តែតូចជាង45តោះនេះបាទកាលណាឡើងដល់45វាចូលនីតិ A នីតិ C ធំជាងឬស្មើ35អញ្ចឹងពី35ដល់39.99ណាបាទនីតិ D ដល់ទេD ហ្មង
30 បាទនេះទេបាទតែបាន25មានតែចាប់ពី25ឡើងទៅនេះទេ F អត់មាន20ទេបាទនេះទេ F គឺមធ្យមភាពតូចជាង25បាទមានន័យថាចាប់ពី 24.99 ចុះក្រោមបាទមានតែ G មកវិញណាបាទអូខេចឹងនៅក្នុងនេះសួរថាការធ្វើតេស្តរបស់យើងមានប្រមាណលក្ខខណ្ឌនៃការធ្វើតេស្តមានប្រមាណបាទមាន6ដល់ត្រូវអត់បាទចឹងកាលណាមាន6បែបហ្នឹងណា if យើងត្រូវមាន6ដែរបាទ if យើងត្រូវមាន6ដែរតើណាបាទតើណាត់បាទបាទតគ្នា if តគ្នាអញ្ចឹងពេលដែលស្អីមិនជាទូទៅនៅពេលដែលគេទៅសេនេះយើងទៅចាំគេទៅសេអាតូចមុននៅក្នុងការប្រើ if តគ្នាច្រើនជាន់បែបនេះដើម្បីការពារបញ្ហា error ណាមួយកើតឡើងតើនេះបាទអញ្ចឹងគេទៅសេមិនបាទអញ្ចឹងកន្លែងនេះគ្រូស័យដេញពីណាទៅដេញពី S ទៅណាបាទអញ្ចឹងក្នុងលក្ខខណ្ឌកន្លែងនេះយើងទៅសេស្មើ if ទី1បាទសិក្សាលើអីជុំភាគអញ្ចឹងមិញគ្រូប្រាប់ថាយកពីណាទៅយកពីតូចទៅមុន S ដែរអញ្ចឹងលក្ខខណ្ឌកន្លែង S ហ្នឹងគេប្រៀបធៀបមិនបើសិនបើមធ្យមភាពតូចជាង25ត្រូវអត់អញ្ចឹងបើមធ្យមភាពតូចជាង25យើងបង្ហាញអីមិនធ្លាក់បន្លាញ F ត្រូវអត់ចេះលក្ខខណ្ឌរបស់យើងកន្លែងនេះនេះតូចជាង25នីតិ S ត្រូវអត់អញ្ចឹងកន្លែងហ្នឹងយើងចង់ប្រើពីនីតិ S បានប៉ុន្តែជាទូទៅគេមិនដែលប្រើពីនីតិ S ទេដោយសារយើងមាននីតិខាងលើហើយយើងសេតែ S មកបានហើយបាទអូខេអានេះជាការប្រៀបធៀបទី1ការប្រៀបធៀបទី2បាទលក្ខខណ្ឌយើងអស់នៅ5ទៀតអត់អញ្ចឹងដើម្បីធ្វើការប្រៀបធៀបទី2ឬក៏ logical test ទី2គឺត្រូវប្រើ if មួយទៀតបើមួយចោលក្ខខណ្ឌទី2គេសិក្សាលើអីមធ្យមភាពដដែលត្រូវអត់ប៉ុន្តែគេតេស្តវាក្នុងលក្ខខណ្ឌអីលក្ខខណ្ឌអីគេបាទធំជាងឬស្មើ25ចាសំទោសធំជាងឬស្មើ25អីគេបិទមួយចោអស់លក្ខខណ្ឌនៅអញ្ចឹងបើនៅ if មួយទៀតបាទតើណាអញ្ចឹងគេសិក្សាលើអីជុំភាគដដែលហ្នឹងណាអញ្ចឹងសម្លេចជុំភាគតែលក្ខខណ្ឌកន្លែងនេះអីគេអីគេធំជាងឬស្មើ30អីគេនេះទេដេណាបាទអស់លក្ខខណ្ឌនៅបើក A មួយទៀតណាជុំភាគដដែលទៅអត់ជុំភាគប្រៀបធៀបប្រមាណធំជាងឬស្មើ35នេះទេសេត្រត់អញ្ចឹងនៅមានលក្ខខណ្ឌទៀតត្រត់ A មួយទៀតបាទកន្លែងនេះចុចបានអត់ស្លេចជុំភាគបានទៀតអត់
chợt bán và rụng muốn đi rút cho này chẳng những ai chả xe vô bán này ý đỏ bà lại khăn lại này kì thùng chiếng rồi smart sải sập đó bà thùng chiếng rồi smart sải sập ấy kế bầy bầy đó cho nên sao lại cái tiết à đó bà chân bà a if y đó thùng chiếng rồi smart sai pram bà vì sẽ cho crown ở đây để khăn pe dương váy dương mưa con ai được lại nè ok à phần tay dương trời đăng tha nơi cái lại if trong crown nè nó sao lại cái gì tiền nó sao đầm lại mình bật với tiền trong bà như vậy bảo trong bà hai như thế con đã đặt mình cái đạo pi chào tới tại bây giờ con bà hai ở đặt mình cái đạo pi lại nâng vì tranh ấy ở đây ở đặt mình cái đạo pi lại nâng person bà lẹ khăn và châu không lẹ khăn thiệp nào mùi thế viên nâng bà hai pi thà phò và tay không biết của trong bà hai pi thà phò đi của trong đặt mình cái đạo chào ok bật màu vinh bây để bật vông phải cho bật vào màn bà if bao của màn bật vào phần đằng vinh if vào màn và môi đó trứng muối phí bấy buôn pram in thơm á để rồi sam bấy thế rồi rồi trời bà chẳng cả nào trời mình này tha lẹ khăn không ca tự xây bao nhiêu ai khổ nè bà hết ấy để sao ấy anh ấy con là châu lẹ khăn thông chiêng mà phải pram vì châu vào đây sam sắp thông chiêng phải pram on sam bấy thông chiêng phải pram on ý thông chiêng bà thông chiêng nè bà chân thơm ấy lại từ cài mình nè từ cài mình chân p là xe được món cái lại nâng bị trang cái chua bánh hà bài nâng ấy chua bánh hà bài nâng ấy nè chân cái này cái cài mày bà chân cái này ní cái cài bài này mình nè cái do lẹ khăn rồi bao à thông chiêng vía do mà đạo vía mình bà bàn tay đặt lại ní dân oi vía tôi chiêng à thông chiêng vía chả thông chiêng vía mán sám sập đó thì thấy thông bằng phót cứ sám sập sắp tục thông phót cứ mà phay bổng buôn cho cao bổng buôn này về tôi chiêng sám sập này thế đây trâu tại tô chiếng sám pram bà này thế c trâu tại tô chiếng tại sập ni tê b trâu tại tô chiếng sai pram ni tê aนี่เตอาตระโตเจียงประมาณนี่เตอายังตระดังท่านนี่เตอาปีสายปรามดอล50ตัว50ยอดบ่าการนาบ่า50ยอดตระดับสัญญาสมาบ่าจังตระโตเจียงหรือสมา50เชื่อมาเรานี่ใจหย่อนยังไปในไซรูปม้วนนะก่อนแต่ปลาในการเกิดข้อนี้จริงเราจะพอข้อนี้ได้จังอะไรนี่คือนิเตเสบ่าจังจะจำmặt trong một phía xong tờนิเตxong tờ nèนิเตเตยโยกุมปูวิดามาทัวร์จีละขันบางทีhọ đã lấyนิเต
ធំបំផុតប្រមាណបាទធំបំផុតមិន30ទេណា 29.99 ចឹងកន្លែងនេះបើយើងចង់ដាក់សញ្ញាស្មើបែបនេះដឹងយើងត្រូវដាក់ប៉ុន្មានទេត្រូវដាក់ 29.99 ប៉ុន្តែយើងដាក់អញ្ចឹងនាំទៅ30ញ៉ាំទេសួរថា30យើងយកអត់យកទេពូវាដល់ចូលដល់នេះទេដេហើយចឹងយើងដាក់30យកហ្មងទៅកាលណាយើងដាក់សញ្ញាតូចជាងឬធំជាងបែបនេះមានន័យថាតម្លៃដែលយើងដាក់នេះវាអត់យកទេវាយកអត់ដល់នឹងទេបាទណាបាទតែបើយើងដាក់សញ្ញាស្មើយើងដាក់សញ្ញាស្មើបែបនេះវានឹងយកដល់តម្លៃមួយហ្នឹងណាចឹងលក្ខខណ្ឌត្រូវបញ្ច្រាស់គ្នាកន្លែងហ្នឹងណាគ្នាយើងចឹងជាទូទៅគឺឃើញភាគច្រើនអ្នកដែលសេរូបមន្តខុសកន្លែងហ្នឹងបាទខុសកន្លែងហ្នឹងណាហើយចុះឥឡូវគ្នាយើងបើសិនបើចេះបានអត់គូសួរបើសិនបើគ្រូសេពីធំទៅតូចបានអត់បានអត់បាទចង់ដឹងបានឬមិនបានសាកទៅសេបាទស្មើ if បើមួយចោមកជុំមកភាគណាយកពីធំទៅអត់បាទលក្ខខណ្ឌធំប្រមាណមើលលក្ខខណ្ឌធំបាទអញ្ចឹងយើងត្រូវដាក់ថាធំជាងឬស្មើ45នេះទេអីបាទទេ A ក៏បាន A ក៏បានដែរបាទអូខេវាមួយបាទលក្ខខណ្ឌទី2ត្រូវធ្វើម៉េច E មួយទៀតបាទសិក្សាលើអីជំភាគដដែលលក្ខខណ្ឌទី2ប្រមាណធំជាងស្មើ40បាទអូខេចឹងចាំមើលថាចេញអីណាចាំមើលថាចេញអីអូខេនេះទេគេ3បាទ E មួយទៀត E 11ដដែលសំទោសភ្លេចបើកវងកញ្ចក់ណា E 11ធំជាងឬស្មើប្រមាណនេះយើង35អីគេសេរត់បាទអូខេ E មួយទៀត E 11ធំជាងឬស្មើ30ដត់អីគេដេបាទ D ក៏បាន D ក៏បានណាបាទ E មួយទៀត E 11ធំជាងឬស្មើ25អីគេ E ណាបាទ E មួយទៀត E 11ដដែលតូចជាង25ដត់លក្ខខណ្ឌចុងក្រោយតូចជាង25បាទអីគេ F បាទអញ្ចឹងចុងក្រោយគឺអត់ចង់បានអីទេមិញក៏ដោចោលណា1 2 3 4 5 6ចេញអីទាយបាទចេញអីបាទអត់អត្តផលចេញសេហេតុអីឥឡូវគូឲ្យមើលអញ្ចេះគូឲ្យយើងមើលរៀនមើលអញ្ចេះឥឡូវមកជុំមកភាគរបស់យើងប្រមាណ37.71ធំជាងឬស្មើ45អត់លក្ខខណ្ឌនឹងពិតអត់បើអត់ពិតទេអត់ត្រូវបង្ហាញតម្លៃនេះទេអត់អញ្ចឹងទៅចូល value default អញ្ចឹង value default របស់វាអីគេ FTP ឃើញអត់37.71ធំជាងឬស្មើ40អត់ទេអញ្ចឹងនេះពិតអត់អញ្ចឹងវាចូល fall របស់នេះអត់37.71ធំជាងស្មើ35អត់ស្មើអញ្ចឹងចេញអីសេអញ្ចឹងវាអត់មកសិក្សានេះទៀតទេតោះនេះបាទអញ្ចឹងដល់ពេលដែលលក្ខខណ្ឌនេះពិត
វាអត់ចូលមកសិក្សានេះទៀតទេបាទណាបាទប៉ុន្តែគ្នាយើងដឹងកន្លែងនេះមានបញ្ហាអីអត់ដឹងអត់វាមានបញ្ហាមួយគឺឧទាហរណ៍ឥឡូវមកខ្ញុំមកពាក្យកន្លែងនេះ51ក៏វាចេញ A ដែរត្រូវអត់អត់ត្រូវទេជំភាពរបស់យើងធំបំផុត50ទេចុះអានេះ51ចេញអីបាទអានេះបើ51គឺអត់ចេញទេបាទអញ្ចឹងឥឡូវសំណួរសួរថាគួរតែប្រើរូបមន្តទី1ឬក៏ប្រើរូបមន្តទី2មិនក៏ត្រូវប្រើទី2 51ត្រូវអត់ត្រូវទេមេថាមជ្ឈមភាគហ្នឹងមិនប្រកក្តីហើយហេតុអីមិនប្រកក្តីចង្ការគឺបញ្ចូលបន្ទុកទៅលើបានមជ្ឈមភាគវាមិនប្រកក្តីអញ្ចឹងគ្រាន់តែបញ្ចូលទៅលើភ្លាមអត់ចេញនិទេសគេអាចទៅមើលភ្លាមមិនអត់ចេញនិទេសបញ្ហាមកពីអីណាបាទបើមជ្ឈមភាគ0ចេញ F ឃើញអត់ចូលក្នុងលក្ខខណ្ឌរបស់យើងទាំងអស់49.99ចេញអីចេញ A ឃើញទេអញ្ចឹងនៅពេលដែលទៅសេណាគ្នាយើងគួរតែប្រើប្រាស់វិធីសាស្ត្រមួយនេះបាទគឺអានេះលក្ខខណ្ឌដែលតូចជាងគេយើងដាក់មកធម្មតាអត់បញ្ហាលក្ខខណ្ឌទី2ត្រូវយកតម្លៃធំបំផុតរបស់លក្ខខណ្ឌខាងលើវាយកមកដាក់ធ្វើលក្ខខណ្ឌព្រោះដោយសារអីដោយសារតែដែនកំណត់របស់វាគឺត្រឹមតម្លៃរបស់លក្ខខណ្ឌខាងលើតោះណាបាទអញ្ចឹងបានជាទូទៅគឺឃើញថាសរសេរចេញដូចគ្នាយើងឃើញទេឥឡូវគូដាក់0បញ្ចេញដាក់25បញ្ចេញដាក់30បញ្ចេញប៉ុន្តែវាជួបបញ្ហាមួយនៅពេលដែលយើងដាក់លើសក៏វាចេញដែរប៉ុន្តែតាមពិតឥឡូវសួរថាលើសត្រូវអត់លើសអត់ត្រូវទេតោះណាចេញដូចគ្នាប៉ុន្តែបញ្ហានៅពេលដែលវាដាក់លើសអញ្ចឹងវិធីសាស្ត្រខាងលើនេះរូបមន្តខាងលើនេះនៅពេលដែលយើងសរសេរបែបហ្នឹងវាការពារនៅពេលដែលលើសកុំឲ្យវាបហាព្រោះជាធម្មតាលើសមានន័យថាមិនប្រកក្តីហើយខុសហើយណាអត់ត្រូវបង្ហាញទេអូខេអញ្ចឹងការសរសេរ if តគ្នាបែបនេះគេឲ្យឈ្មោះថា nested if បាទគឺ if នៅក្នុង if ណាបាទសួរតែ if ប្រមាណ if ប្រមាណគឺអាស្រ័យទៅលើលក្ខខណ្ឌរបស់គេនេះប្រមាណឧទាហរណ៍លក្ខខណ្ឌ8 if ក៏8ដែរគ្នាយើងនិទេសមានតែ A B C មែនមានអីទៀតអត់អីគេអរេឥឡូវសួរថាពីមុនគ្នាយើងនិទេសគិត A B C ឬក៏គិតល្អអង្គួរបាទគិតល្អអង្គួរអញ្ចឹងសួរថាឥឡូវនិទេសល្អគូសុំឡងអានេះមួយណានេះតេស្តល្អបាទតេស្តយើងមានតែល្អបងគូមានល្អណាស់អត់មានទេនិទេសហ៎និទេសមធ្យមបាទតេស្តខ្សោយបាទលក្ខខណ្ឌប្រមាណ4 if ប្រមាណ if ក៏4ដែរតោះនេះប៉ុណ្ណាបាទអញ្ចឹងចំនួន if គឺកំណត់ទៅតាមកំណត់ទៅតាមចំនួនលក្ខខណ្ឌណាបាទអញ្ចឹងគ្នាយើងអាចមើលទៅណាឧទាហរណ៍ឥឡូវនិទេសល្អគ្នាយើងដឹងថាចាប់ពីប៉ុណ្ណាទៅអត់មជ្ឈមភាគមជ្ឈមភាគប្រមាណចុះអត់
40ហ៎អូខេឥឡូវគូដាក់40ឲ្យយើងអញ្ចឹងមានន័យថាកន្លែងនេះយើងដាក់ពាក្យថាធំជាងឬស្មើ40ត្រង់បាទអញ្ចឹងបើធំជាងឬស្មើ40សួរថាដែនកំណត់របស់និទេសល្អខ្ពស់បំផុតប្រមាណ50បាទអញ្ចឹងយើងត្រូវដឹងដែនកំណត់របស់វាដែរណាបាទអូខេល្អបង្គួរហ្មងប្រមាណអត់ទេចឹងឥឡូវគូមានមួយគូឲ្យមើលគូឲ្យមើលបន្តិចណាគូមានចងហើយនេះជាតារាងដែលគ្រូបានចងបាទចឹងនៅក្នុងនេះគូកណនីទាំងពីរទាំង ABC ទាំងខ្សោយល្អចឹងនៅក្នុងនេះអ្នកគ្នាយើងមើលណាអ្នកគ្នាយើងមើលខ្សោយតូចជាង25មធ្យម30តូចជាង32កន្លះបាទអញ្ចឹងមានន័យថាល្អបង្គួរគឺ32កន្លះឡើងទៅណាតោះនេះបាទអញ្ចឹងកន្លែងនេះគឺខុសកន្លែងល្អបង្គួរបន្តិចទេនេះយើងអញ្ចឹងល្អបង្គួរគឺធំជាងឬស្មើ32.5មធ្យមធំជាងឬស្មើ25ខ្សោយតូចជាង25បាទអូខេអញ្ចឹងកន្លែងនេះ x របស់យើងប្រហែល x របស់យើង4ដែរអញ្ចឹងសួរថាសរសេរពីណាទៅបាទពីតូចទៅគឺពីខ្សោយទៅណាអញ្ចឹងលក្ខខណ្ឌរបស់ខ្សោយអីគេលក្ខខណ្ឌរបស់ខ្សោយលក្ខខណ្ឌរបស់ខ្សោយគឺតូចជាង25តើលក្ខខណ្ឌរបស់មធ្យមអីគេអរេលក្ខខណ្ឌរបស់មធ្យមត្រូវយកអានេះយកមកធ្វើលក្ខខណ្ឌរបស់មធ្យមអញ្ចឹងគឺវាចុះគូប្រើថាដែនកំណត់របស់វាត្រឹមណាចុះដែនកំណត់របស់វាគឺត្រឹម32.5អញ្ចឹងកន្លែងនេះគឺមធ្យមត្រូវតែតូចជាង32.5ចុះល្អបង្គួរបាទត្រូវតែតូចជាង40ល្អត្រូវតែតូចជាង50បាទអញ្ចឹងគេចងរូបមន្តបែបហ្នឹងហើយបានគេរកនិទេសឃើញតោះនេះយើងបាទតោះអញ្ចឹងអ្នកដែលធ្វើហើយសូមលុបកន្លែងនិទេសចោលហើយកណនីរកនិទេសបាទអញ្ចឹងនិទេសកន្លែងនេះគឺ ABC ណា